มันกู้เรื่องนี้เต้าจริงจังเลิกพิภพโลกได้มีกันที่อาทนหนึ่งได้มีกันที่อาทนหนึ่งได้เชียดสามมวยตั้งกลุ่มเชียดซีวิไลหายจับจมน้ำขมังดาวไว้ดอดูខ្ញុំជឿថាអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសប្រកាសជាទន្ទឹងរង់ចាំជាមួយនឹងការវិលត្រឡប់មកវិញរបស់វរៈកងទ័ពទាំង18រូបរបស់កម្ពុជាដែលត្រូវកងកម្លាំងយោធាថៃបានចាប់យកទុកធ្វើជាចំណាប់ខ្មាំងខ្ញុំមិននិយាយថាទង្វើរបស់យោធាថៃធ្វើនេះគឺជាការចាប់ឆ្លើយសឹកទុកនោះទេពីព្រោះយោធាថៃបានធ្វើហួសពីដែនកំណត់របស់ខ្លួនក្នុងការអនុវត្តទូនាទីភារកិច្ចនេះដោយសារតែយោធាថៃបានចាប់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគឺវរៈកងទ័ពរបស់យើងទាំង18នាក់ហ្នឹងគឺចាប់នៅក្នុងពេលកំឡុងដែលយើងព្រមព្រៀងគ្នាជាមួយនឹងបាត់ឈប់បាញ់ហើយពួកគេបានចូលមកចាប់ដៃសុំថតរូបជាមួយហើយក៏ភ្ជង់នាំវរៈកងទ័ពទាំង18រូបរបស់យើងនោះទុកធ្វើជាចំណាប់ខ្មាំងតែម្ដងនេះគឺជាទង្វើមួយដែលមិនគប្បីទេសម្រាប់យោធាថៃក្នុងការប្រព្រឹត្តនៅសកម្មភាពបែបនេះហើយថ្ងៃនេះផងដែរខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសហើយប្រកាសជាបានជ្រាបនិងបានឮនៅប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានៅក្នុងវេទិកាមួយនៃការជួបជុំដែលសម្ដេចបានលើកឡើងថាសម្ដេចបានចាត់ទុកវរៈកងទ័ពទាំង18រូបរបស់យើងគឺបានធ្វើពលិកម្មជូនជាតិរួចទៅហើយពីព្រោះសម្ដេចជឿថាខាងភាគីថៃនឹងមិនដោះលែងនៅវរៈកងទ័ពរបស់កម្ពុជាយើងត្រឡប់មកមាតុភូមិវិញដោយងាយៗនោះទេប្រកាសជាមានលក្ខខណ្ឌផ្សេងៗក្នុងការដោះដូរជាមួយនឹងអាយុជីវិតរបស់កងទ័ពយើងទាំង18រូបនេះដូច្នេះខ្ញុំចង់នាំចំណាប់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាទៅស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលថ្លែងតាក់ទងទៅនឹងវាសនាកងទ័ពទាំង18រូបរបស់យើងបន្តិចបាទរឿងបញ្ហាកងទ័ពរបស់យើង18នាក់រឿងនេះតាំងពីថ្ងៃដំបូងខ្ញុំគិតថាខ្ញុំគិតត្រូវណាស់ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ឈប់បាញ់ប្រមាណមកខ្ញុំគិតថាចាត់ទុកបងប្អូននេះពលិកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសាក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុតបនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់ឮសូរនិយាយសោះសង្គ្រាមគេតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយបត់ជប់បាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយោគយល់រឿងនេះខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលិកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្អាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមកចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលិតា
มันគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននឹងដែលមានទេអាធននឹងដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរនេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំតតរូបរួចហើយជង់ចាប់យកតម្រោព្រោះអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចំក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែងនេះគឺជារឿងអណយអធមខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងមែនទែនបន្ទាប់ពីបានស្ដាប់ប្រសាសន៍របស់សម្ដេចតេជោបានមានប្រសាសន៍ថ្លែងនៅមុននេះហើយខ្ញុំក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានតែលើកម្រាមដៃ10បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសម្ចាស់ទឹកម្ចាស់ដីដែលឃុំក្រុងថែរក្សាប្រជាណាចក្រកម្ពុជាតាមជួយថែរក្សាចំពោះវរៈកងទ័ពកម្ពុជារបស់យើងដែលត្រូវបានយោធាថៃចាប់ធ្វើជាចំណាប់ខ្មាំងខ្ញុំសង្ឃឹមថាវរៈកងទ័ពកម្ពុជាពិតជាអាចវិលត្រឡប់មកជួបជុំជាមួយនឹងក្រុមគ្រួសារក៏ដូចជាវរៈកងទ័ពកម្ពុជាដទៃទៀតដែលកំពុងតែបម្រើការនៅក្នុងអង្គភាពហើយសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកម្ដងហើយម្ដងទៀតតាមជួយចិញ្ចឹមបីបាច់ថែរក្សាជូនដល់វរៈកងទ័ពកម្ពុជាដែលជាវរៈកងទ័ពដ៏ស្លូតត្រង់មោះមុតអង់អាចក្លាហានហ៊ានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិកម្ពុជារបស់យើង